មានន័យថាអ្នកដែលស្មោះត្រង់គឺទទួលបានសមានចិត្តនឹងការអនុគ្រោះពីអ្នកដទៃខ្ពស់បើតែកាលណាដែលយើងមិនស្មោះត្រង់កុំទៅសង្ឃឹមថាគេអនុគ្រោះគេយោគយល់វាមានតែគេស្អប់មានតែគេខ្នាញ់មានតែគេចង់ដាក់ទៀតតែមែនទេគេចាប់ញាត់គុកហ្មងបងបានថាបើសិនជាដល់កម្រិតតែបើសិនជាអ្នកដែលធ្លាប់ស្មោះត្រង់បើទោះបីជាគាត់បរាជ័យហើយរហូតដល់ថាប្រឈមនឹងរឿងគុកច្បាប់ក៏គេអត់ឲ្យគាត់ជាប់គុកពួកគេរកវិធីដែលអាចលើកលែងទោសឲ្យមនុស្សនឹងបានព្រោះគេថាមនុស្សនឹងស្មោះត្រង់ណាស់ហេតុអ្វីគ្រាន់តែគាត់មានកំហុសម្ដងក្នុងជីវិតហេតុអីបានយើងត្រូវយកទៅទុកពេកដល់ម្ល៉េះប៉ុន្តែមនុស្សប្រផ្លេចប្រផ្លោចគឺគេមានន័យថាគេគុំបានដល់ថ្ងៃឲ្យគេបួចហ្នឹងអាហ្នឹងខ្ញុំកណាខ្ញុំពាក់ព័ន្ធមួយរឿងស្មោះត្រង់ជាគោលការណ៍ទី1របស់រឿងត្រៃកោធរហ្នឹងហើយទី2កណាខ្ញុំលើកគឺខន្តីជាទូទៅយើងធ្លាប់ឮថាពាក្យថាខន្តីជាអលង្ការរបស់អ្នកប្រាជ្ញឬក៏យើងសម្រាយមកវិញថាមនុស្សដែលឆ្លាតគឺជាមនុស្សដែលអត់ធ្មត់ហើយនៅក្នុងโลกនេះអត់ដែលមានមនុស្សឆ្លាតណាមិនអត់ធ្មត់ទេព្រោះបើការដែលមិនអត់ធ្មត់មិនអាចឆ្លាតបានទេយើងឧទាហរណ៍ថាសិស្សឆ្លាតសិស្សបកែមានន័យថាអត់ធ្មត់ណាតស៊ូរៀនណាខំរៀនណាបានខ្លាយជាសិស្សបកែវាមិនដែលឃើញមានសិស្សឯណាដើរតែលេងបង្ហោះតែម៉ូតូលេងតែហ្គេមហើយស្រាប់តែខ្លាយទៅជាសិស្សនិទេស A លេខ1ខ្ញុំគិតថាដូចអត់ទាន់ឃើញព្រោះនៅសហគ្រាសខ្ញុំឃើញដែលយើងយកនិស្សិតនិទេស A ដែលប្រឡងបាក់ឌុបជាប់និទេស A រាល់ថ្ងៃកំពុងធ្វើការនៅនឹង2នាក់ហើយខ្ញុំកណាខ្ញុំឃើញចរិតល្អណាស់ហើយក្មេងៗអស់ហ្នឹងគឺស៊ូមែនតើក្មេងអាយុ20ឆ្នាំ21ឆ្នាំប៉ុន្តែនិយាយពីធ្វើការស៊ូជាងអ្នកដែលមានបទពិសោធន៍ការងារ10ឆ្នាំ20ឆ្នាំកន្លងមកទៀតដោយសារតែគឺថាគាត់ជាក្មេងមួយដែលខិតខំនៅក្នុងការរៀនសូត្រហើយគាត់មកប្រាប់ខ្ញុំថាពូខ្ញុំខំរៀនណាពិបាកជាងធ្វើការនឹងឆ្ងាយហ្នឹងខ្ញុំឆ្ងល់បងដែរគាត់ធ្វើការម៉ោង5ម៉ោង6ចេញទៅផ្ទះបានទៅបាក់អីខ្ញុំអង្គុយរៀនដើម្បីប្រឡងឈ្នះគេខ្ញុំរៀនដល់ម៉ោង12ម៉ោង1ម្លងមកទៀតហើយពួកខ្ញុំរៀនបានហើយបើធ្វើការដល់ពេលម៉ោង5ម៉ោង6ចេញទៅផ្ទះមានអារម្មណ៍ថាវាស្រួលពេកណាគ្រូបាទវាស្រួលពេកអញ្ចឹងបានយើងឃើញថាអាការខន្តីនេះវាធ្វើឲ្យមនុស្សចម្រើនដាច់ខាតត្រូវតែធ្វើឲ្យមនុស្សទីចម្រើនហើយអញ្ចឹងខ្ញុំមានធ្លាប់អានប្រវត្តិរបស់ណាប៉ូឡេអុងបូណាផាតគេហៅស្ដេចចក្រពត្តិរបស់បារាំងទី1ណាប៉ូឡេអុងបូណាផាតគាត់ថាទាហានយើងត្រូវការក្លាហានក៏ប៉ុន្តែទាហានដែលឈ្នះពិតប្រាកដគឺទាហានដែលក្លាហានហើយស៊ូបាទអញ្ចឹងខន្តីឬការតស៊ូការអត់ធ្មត់នេះជាគុណធម៌មួយសំខាន់ណាស់ព្រោះមនុស្សខ្លះក្លាហានក៏ប៉ុន្តែឆេវឆាវឆេវឆាវវិជ្ជាសឆាប់ប្រែប្រួលហ្នឹងហើយខ្វះការតស៊ូខ្វះការអត់ធ្មត់អញ្ចឹងសេចក្តីក្លាហានហ្នឹងគ្រាន់តែបាននាំមនុស្សនឹងឲ្យវិនិច្ឆ័យបាទមនុស្សនឹងអត់ស៊ីជម្រៅគ្រាន់តែហ៊ានធ្វើក៏ប៉ុន្តែអត់ធ្វើឲ្យបានជ្រៅអត់ធ្វើឲ្យច្បាស់ក៏ប៉ុន្តែអ្នកដែលមានគេហៅថាអាការខន្តីការតស៊ូការអត់ធ្មត់នឹងថែមពីលើក្លាហានហ្នឹងបាននោះគឺជាកម្ពូលមនុស្សពិតប្រាកដពីព្រោះពេលដែលគាត់